ព្រះអង្គម្ចាស់ចិនកងនៃនគរឈីទ្រង់សពព្រះហឫទ័យក្នុងការបរបាញ់សត្វជាខ្លាំងព្រះអង្គបានចិញ្ចឹមសត្វស្ទាំងជាច្រើនក្បាលដើម្បីទុកឲ្យវាដេញទន្សាយថ្ងៃមួយជូជើធ្វេសប្រហែសធ្វើឲ្យបាត់ស្ទាំងមួយក្បាលព្រះរាជាទ្រង់ជៀបរឿងនេះហើយមានសេចក្តីក្រីក្រជាខ្លាំងទ្រង់ក៏ត្រាស់បញ្ជាគេយកជូជើទៅប្រហារជីវិតក្រោយពីដឹងរឿងនេះអៀនជីចូលគាល់សុំព្រះរាជាថាជូជើមានទោស3យ៉ាងបើយកគេទៅសម្លាប់ដោយសួរស្រួលដូចបានទេទូបង្គំសំកាត់ទោសគេជាមុនសិនរួចហើយចាំប្រហារជីវិតតាមក្រោយចុះទ្រង់ស្ដាប់ដូច្នេះហើយព្រះរាជាក៏ងក់ក្បាលអៀនជីចង្អុលមុខជូជើហើយចោទប្រកាន់ថាជូជើលោកជាអ្នកយាមស្ទាំងឲ្យព្រះមហាក្សត្រតែអ្នកធ្វើប្រហែសបណ្ដោយឲ្យស្ទាំងរួចបាត់នេះជាទោសប្រការទី1អ្នកធ្វើឲ្យព្រះរាជាត្រូវប្រហារជីវិតមនុស្សព្រោះតែស្ដាយស្ទាំងមួយក្បាលនេះជាទោសប្រការទី2ប្រហារជីវិតអ្នកឯងរួចហើយនៅបានផ្សេងផ្សាលដល់បណ្ដាបន្តែទាំងឡាយដឹងទៀតថាព្រះអង្គស្រឡាញ់ស្ទាំងជាងពួកបញ្ញវន្តទៀតនេះជាទោសប្រការទី3ដូច្នេះសូមឲ្យព្រះអង្គយកជនជាប់ទោសរួចទៅប្រហារជីវិតក្រាបទូលព្រះអង្គទ្រង់ព្រះភ័ក្ត្រឡើងក្រហមមួយសន្ទុះហើយទ្រង់ត្រាស់ថាមិនបាច់យកទៅប្រហារទេយើងយល់ពីសម្ដីលោកហើយសំណើរបស់អៀនជីលើកឡើងដោយមានពីប៉ិនប្រសព